គម្រោងនិយាយទៅអត់មានអីច្រើនទេតិចទៀតទៅទិញម្ហូបតែម្ហូបភាគច្រើនមានហើយខ្ញុំសង្កេតថានៅថៃណារបស់ឡើងថ្លៃបងប្អូនឡើងថ្លៃនៅផ្សារអញ្ចឹងឡើងថ្លៃតែរបស់ដែលខ្ញុំហូបលក្ខណៈថារបស់បារាំងណាអត់ទាន់ឡើងថ្លៃពួកអីវាឡើងថ្លៃមុនហ្នឹងឯងអត់ទាន់ឡើងថ្លៃតែសាំងឡើងថ្លៃដូចជាសាំងពួកម្ហូបនៅតាមផ្សារនឹងឡើងថ្លៃតែបើសិនជានៅក្នុងហាងដែលខ្ញុំចូលចិត្តទៅទិញប្តីខ្ញុំក៏ចូលចិត្តទៅទិញអញ្ចឹងអត់ទាន់ឡើងថ្លៃបែបលើសឯងនៅបែបប្រហែលឡើងថ្លៃតែ20បាតអីចឹងអត់លើសតែបើសិននៅផ្សារនឹងឡើងថ្លៃខ្ញុំសង្កេតថាកាទៀវដែលខ្ញុំទៅហូបបែបចូលចិត្តទៅហូបហ្នឹងឡើងថ្លៃដែរបងប្អូនពីមុន60បាតឥឡូវហ្នឹងឡើង65គេឡើងវាព្យាយាមឡើងមួយចានបែបអត់បែបឆៅណាអ្នកលក់ឲ្យប្រជាជនចឹងគេខ្លាចអត់មានភ្ញៀវតែខ្ញុំសង្កេតថារបស់របរទៅពេលវាឡើងថ្លៃវាកម្រនឹងចុះមកវិញយាយរួមយើងត្រូវទៅនៅជាមួយវាឲ្យបានហ្មងសម្រាប់ខ្ញុំក៏សេពលុយបងប្អូនហើយខ្ញុំដាំផ្កាកន្លាបឥឡូវផ្កាកន្លាបខ្ញុំរីកហើយវាចេញផ្កាដោយខ្លួនឯងកាលយើងទិញមកផ្កាកន្លាបវាមានផ្កាឲ្យយើងអញ្ចឹងណាបន្ទាប់ពីយើងថតរូបមើលវាហើយឥឡូវហ្នឹងផ្កាកន្លាបផងយើងហ្នឹងវាแบบកាត់ចេញអីចឹងណាអត់មានផ្កាឲ្យទេហើយឥឡូវហ្នឹងវាចេញផ្កាឲ្យខ្ញុំមុនហ្នឹងខ្ញុំគិតថាអូយដាំផ្កាកន្លាបហើយមិនដោះឲ្យដឹងអីចឹងណាមានណាបងប្អូនខ្ញុំដាំដោះដែរតាឃើញផ្កាដែរតាខ្ញុំ happy មែនតើហើយតាំងពីចេះដាំផ្កាកន្លាបតាំងពីចេះដាំនិយាយទៅមិនមែនចេះដាំទេគឺចេះតិចអូខេចេះតិចតាំងពីចាប់ផ្ដើមដាំផ្កាកន្លាបមកមានអារម្មណ៍ថាខ្លួនឯងអូយចង់ដាំអីក៏បានដែរយើងថាខ្លួនឯងប្រូអញ្ចឹងណាអញ្ចឹងទៅយ៉ាផ្កាកន្លាបខ្ញុំមើលថែដល់ខ្ញុំដាក់ជីរហូតមើលតាក់វា clean វាស្លឹកវាលឿងខ្ញុំក៏បេះចេញកាត់វានិយាយទៅខ្ញុំមើលថែវាដិតដល់មែនតើហើយបើតាមเพจខ្ញុំណាដឹងហើយមកឯណាផុសទៅផ្កាកន្លាបយកហ្មងក៏យើងស្រឡាញ់បងប្អូនយើងចូលចិត្តវាមានក្លិនក្អូបហើយវាមានបដូរឲ្យយើងអីចឹងមានផ្កាអីឲ្យយើងអញ្ចឹងពេលយើងមើលវាទៅយើងមានអារម្មណ៍ថាអូ relax វាធ្វើឲ្យយើងបែបស្ងប់ស្ងាត់នៅក្នុងចិត្តចឹងណាពេលខ្ញុំចេញទៅក្រៅខ្ញុំឃើញផ្កាកន្លាបវាកំពុងរីកអីចឹងខ្ញុំ happy បងប្អូនមែនតើណាអានេះខ្ញុំដាក់ម្សៅទំនាប់ជាយីហោនេះខ្ញុំចូលចិត្តប្រើយីហោ Bobbi Brown និយាយទៅខ្ញុំអត់សូវតាម trend គេទេខ្ញុំចូលចិត្តបែបមួយដឹងមួយប្រើរហូតតតែបែបមុខយើងលែងទទួលវាតែខ្ញុំប្រើវាចូល10ឆ្នាំហើយហ្នឹងតាមវាមកដើមនេះមានផ្កាច្រើនយូរទៅចង់ទៅតូបកាហ្វេផឹកកាហ្វេនៅឡាបាកេតចិត្តនឹង Terminal 21 stay យកមកចាប់ផ្ដើម stay ហើយតែដឹងថានៅមុខហ្នឹងគេលេងប្រកបទេណាគឺហត្ថយាគេលេងថ្ងៃទី18 19គេបិទខ្នល់លេងហ្មងថ្ងៃនេះថ្ងៃទី13មេសាចឹងគេអត់ទាន់លេងទេតែសង្កេតថាមនុស្សច្រើនមកនេះម៉ោង 2:10 ឡាបាកេតនៅនេះញ៉ាំនេះឆ្ងាញ់
Journey. I think at this one. Coconut. Are you making it? Passion fruit. Passion fruit. ហើយនេះធ្វើកាហ្វេនេះខ្ញុំស្ពតពេលមានឆាកដូងមួយទៀតមាន rosemary ចឹងមកម៉ាទៅមកមកហ្នឹងเนาะចង់តាមណាHere we go. Isla. Chlong knall. Chop. Thì đã chịu từ mà hộp. Bên vai đấy. Central นี่ไปยังชัดๆพ่อแกจูมอนคลังเลยนะจอกจะติงเป็ดมอนได้มันจะกะมันนะเลยนะจอกติงเอาแบบไตมันแต่ผมมวยหัวปั๊บเลยนะจูมอนอัพโตปัจจังให้ยูบันซูไปเดี๋ยวถ้าไปหอบมันเงาเดี๋ยวเลยยไปให้เงาอ่ะยังไม่สบายแกเป็นน้องคนแกอ่ะหกมันหกกระดังสาวไงกระล้วนนะเธอจะมีบอกละห้องอัดเมียนอัดกาวเลยอันนี้ทนเลยนะแกจอดติงเอาไอ้เมียหล่ำท่าไอ้แกละห้องแกชุบอัดเคยเจอจัดได้ละห้องชุบให้ไอ้ยูมันติงกับไหลโต๊ะเลยนะโต๊ะนุ่งอัดซื้ออันนั้นกูจงยำบ้านอัดงั้นแล้วก็พบแล้วหัวไอ้จูหมวดอ่ะก็ได้ละกระปุงได้เลยใบดามนี่ก็โดยเทียดได้กระปุงเตเขาเนื้อบ้านกัดก่อนจะติดจะเน่าไปตุกเลยโอ้ยเตยโอ้กัดบ้านหนึ่งติดเตยเนี่ยก็ออกบ้านมันจะเหล่าวิจิตรโรยไงมั้งวิจิตรโรยจนถึงตาออกบ้านปลอดใจเติมจำหมูรีดยื่นไปเลื่อนหนึ่งเนี่ยnhưng cái tham hoàng coi hàng thèo miền á miền ăn cùi ấy cái đào chân ấy hòa cha nhom ôi lần sau sao có vui vô mộng lần sau có nè nơi hai ban mà thật là về từ để sau này nơi col ở sau lươn chiêngแบบกัดchân mà đặt thôนี่สลอกครั้งไงประวัติเจ้าแล้วซ้อมดาวไม่หึงเนี่ย
tục quên chân ta mà đam xa đất ta cục lên mà sơ một ngày nó bật cọt đấy bàn ở tenderloin mà mặt đốm và nứng cà lỗ với cà lỗ giờ tới mà hô chi mà hô bạch bò tè chẳng á đi ngoạm trầu là nên vậy tới chi steak rồi bò ấy nè USA còn USA vì ngoạm trầu đó cứ steak ngoạm trầu lấy nó cầm lái ở từ lào thì phần nâng trong pi môn này phần này tam xa mình lào nhà việc chưa thông trong món ngày nếu như thưa việc pi ở lệch nè ha cái đá steak hơi mà đồng ní 200 gram thưa beef tata hay nếu sáu làm thưa một bèo thì để giá ở thưa tận ở tê I cook all together no? Okay mate Yeah. okay no? This is cooked today and this is for tata nếu như ăn ngày nắng vậy tới ngày nắng như nên là steak mình để ngày tới ngày nắng thua bị tật tá thua ở chảo này thua từ mình tịch cái vụ ấy về thua chảo mẹ làm ta về hộp ở đó rồi ở ngăn vậy nè hộp cái mình tịch ở khoác khoác mình cái chảo vô mọi người nó cái mình tịch à lúc lên chảo nữa ta ấy nguyên tâm một nàng appetizer này nè chẳng tới tục nằm cục tôi được có sẵn ngay những ba thơ biết cái ta đây những chú chất mình là một tràng một phơi luôn ai tục hồn nữa đây chú chất đó đang đợi mà lên ăn phơi này ai cứ nguyên mà cặp bụng tiệt ở tù chứ nhưng hộp này nó so tại tôm mở so nên tôm bạc tôm sốt tôm cả hôm nghe suối chú là mom nhưng tôi cũng bài việt tết cái mà tết hộp ba này vậy đó không tôi phải có nó hương ngay nó đã thôi bị ta thật đã bìa chú cắt chết thế nó nè phần nắng tiệt một tiệt mà luộc mùi mà tôi tầm mố mà sủi ngon tục ban đu đặc biệt hộp ở đó nhưng có nhiều plastic được có cái này ngay đặt tầm cả hôm tới đá ngành xa thôi lên từ 4 miền là hộp 3 này đó ngành muốn chu em tha đuôi chia để dùng thôi thọ tram bạc nữa khai dân phơi hộp bàn rau ngọt để dùng tới của ấy nhóm nào mùi bò tê mến để nhóm cho chấtแบบđuôi chia đây cho ngã ở chu tích ấy chứ Dung dưới hai Kem men phô á mà chị ai là anh ấy sắp đông đây à dân dây krương tơ sắn đi ta để nhung chơi chặt tới nhung dây krương tơ sắn hay trăm lục khưởng với sắn á đã apple cider tên này vậy tới cục giang để dân đã tới nó là cái nào thợ với chú nó để cắt cho mùi xịt cầu dân mọi việc apple cider happening sun alright đã catch up tự tại and catch up
ដាក់ប្រតិចានិយាយទៅខ្ញុំគ្រឿងត្រូវហ្នឹងបងស្មានទេស្មានហើយដាក់នេះទៅដែរអានេះដាក់ហឹលបន្តិចអានេះត្រូវហឹលតិចมันឆ្ងាញ់តែកុំច្រើនពេកកូរវាអញ្ចឹងណាយកទៅភ្លក់មួយសិនហើយនឹងខ្ទឹមនេះសិនរសជាតិវាបានហើយឥឡូវនេះយើងដាក់ស្ករទៅទៅពេលធ្វើចេញមកច្រើនហ្មងយកភ្លក់ដែរអត់ចាយកអត់ញ៉ាំទេអត់ញ៉ាំល្អតាពេលកូនអត់ញ៉ាំនេះឃើញគេដាក់អានេះទៅដែរអញ្ចឹងយើងដាក់ទៅដែរលក់មើលងាយសុំមួយម៉ាត់បានដែរនំសុំអានំយកទៅហើយវាខានអាប់ឡូតคลิปចូល3អាទិត្យបើអ្នកណាគេแบบមើលคลิปវីដេអូនេះរៀងវែងតិចនេះខ្ញុំមកដាក់សលេងនេះចូល17នាទីហើយបានមកដាក់សលេងហ្នឹងហើយពួកអីคลิปនេះខ្ញុំដាក់សលេងមកពីយើងធ្វើ steak ធម្មតាធ្លាប់ធ្វើហើយទៅមកនិយាយ voice over រឿងកូនបន្តិចបាត់ម៉ាក់លេណាហ្នឹងម៉ាក់លេណាមកពីលេណាឈឺបងប្អូនឈឺកាពះណាបើអ្នកតាមខ្ញុំនៅ TikTok ឬ page លាក់ម៉ាក់លេណាហ្នឹងដឹងហើយខ្ញុំអាប់ដេតខ្លះហើយបែបជាវីដេអូ short ខ្លីៗអញ្ចឹងណាអាប់ដេតពីអាការៈលេណាបងប្អូនអើយកូនឈឺខ្ញុំអត់មានអារម្មណ៍ធ្វើអីទេហើយជាពិសេសคลิปវីដេអូវែងដូចជា YouTube ហ្នឹងคลิปនេះខ្ញុំព្យាយាមកាត់វាមែនតើណាតែយើងដូចអត់មានអារម្មណ៍កាត់វាហើយវាជាคลิปវែងនិយាយទៅคลิปនេះខ្ញុំថតវាចូលខែហើយបងប្អូនព្យាយាមកាត់វាហើយមែនតើណាតែវាអត់ហើយហ្នឹងហើយពេលដែលខ្ញុំថតនេះមួយខែមុននេះហ្នឹងគឺលេនៅ happy អត់មានអាការៈឈឺអីទេថ្ងៃដែលខ្ញុំ voice over ហ្នឹងកូនឈឺហើយបានដឹងថាកូនឈឺអីចឹងណាលេណាឈឺពោះបងប្អូនឈឺពោះតែអត់ដឹងថាឈឺពោះមកពីមូលហេតុអីហ្នឹងហើយដំបូងបងអស់ហ្នឹងលេណាពុលអាហារដំបូងបងអស់ពុលអាហារម៉ោងប្រហែល2ឬ3យប់លេណាងើបមកក្អួតរាកចឹងណាហ្នឹងហើយខ្ញុំក៏គិតថារឿងធម្មតាលេបថ្នាំអីតិចតួចទៅជាមែនទេខ្ញុំក៏នាំកូនទៅផ្សារបែបលក្ខណៈថាថ្ងៃដែលលេណាឈឺហ្នឹងគេវ៉ាកងបងប្អូនគេអត់តន់ទៅសាលារៀនទេខ្ញុំក៏នាំកូនទៅផ្សារមានណាទេបងប្អូនអើយលេណាខ្យល់កនៅផ្សារ3ដងបងប្អូនផ្លឹកទៅ3ដងខ្ញុំក៏នាំកូនមកមន្ទីរពេទ្យសង្គ្រោះមិនទាន់ហ្មងនិយាយទៅដៃជើងកូនខ្ញុំអីស្លេកទៅអស់លីងស្លេកហ្មងដោយអត់មានស្ករឬជាតិទឹកនៅក្នុងខ្លួនណាមនុស្សពលអាហារដល់ថ្នាក់ដួលប្រុងប្រយ័ត្នមែនតើបងប្អូនអានឹងដំបូងណាអញ្ចឹងហ្នឹងហើយបន្ទាប់ពីហ្នឹងខ្ញុំក៏យកកូនទៅមន្ទីរពេទ្យគ្រូពេទ្យគាត់ចាក់ថ្នាំសួរសេរ៉ូមតែអត់បានដេកទេបន្ទាប់ពីហ្នឹងយើងក៏មកផ្ទះវិញអាការៈកូនប្រហែល2អាទិត្យហ្នឹងរៀងស្បើយព្រោះឲ្យមានថ្នាំលេបមែនណាមានថ្ងៃមួយលេណាឈឺទៀតឈឺពោះកាពះទៀតហើយតែឈឺខ្លាំងខ្ញុំក៏នាំ
កូនខ្ញុំទៅពេទ្យទៀតនិយាយទៅគេបើករៀនណាបងប្អូនបន្ទាប់ពីវាកងឲ្យបើករៀនហ្នឹងហើយនាំកូនទៅមន្ទីរពេទ្យបានថ្នាំមកលេបក៏អត់ជាទៀតបងប្អូនគឺនៅឈឺដដែលតែការរាក់ឈឺជើងនឹងឈឺមិនឈឺដូចពលអាហារទេឈឺរ៉ាំរ៉ៃនិយាយរួមទៅឈឺអត់បាត់សោះថ្នាំលេបក៏អត់បាត់តែគ្រូពេទ្យហ្នឹងគាត់និយាយថាចង់ឲ្យខ្ញុំនឹងពិនិត្យកាមេរ៉ាបងប្អូនតែខ្ញុំនិយាយជាមួយគ្រូពេទ្យថាខ្ញុំទុំគិតមើលសិនព្រោះអីបែបពិនិត្យកាមេរ៉ារឿងធំដែរសម្រាប់លេណាអាយុ15ហ្នឹងហើយបន្ទាប់ពីហ្នឹងខ្ញុំក៏មាន idea ជាមួយប្តីខ្ញុំថាសាកទៅមើលពេទ្យថ្មីសំណាងល្អមែនតើបងប្អូនពេទ្យថ្មីនិងពេទ្យចាស់ហ្នឹងគេលីងគ្នាប្រវត្តិរបស់លេណាគេឃើញហ្មងអញ្ចឹងទៅខ្ញុំក៏ទៅនិយាយជាមួយពេទ្យថ្មីគេនិយាយថាប្រវត្តិបែបមកពេទ្យច្រើនដងអីចឹងហើយណាបន្ទាប់ពីហ្នឹងគាត់ក៏ចេញ idea ថាចង់ឲ្យលេណាហ្នឹងផ្លុំខ្យល់ដើម្បីយកទៅពិនិត្យមេរោគមួយនៅក្នុងកាពះដូចជាមេរោគឈ្មោះថា H នេះខ្ញុំសរសេរបងប្អូនអាហ្នឹងណាបន្ទាប់ពីហ្នឹងពិនិត្យហើយ2ថ្ងៃដិនលទ្ធផលលេណាមានមេរោគនឹងនៅក្នុងកាពះបងប្អូនបច្ចុប្បន្នលេណាលេបថ្នាំដើម្បីមកងាប់មេរោគនឹង